ជានាំក្រុម AOT ទៅពិនិត្យតំបន់អានសេសដែលថៃកំពុងកាន់កាប់ខណៈទាហានកម្ពុជាព្យាយាមទប់ស្កាត់ទាហានថៃដែលដាក់បន្លាលួសនៅមុំ3រហូតដល់សរសៃកដាក់គ្នាក្រុមអ្នកសង្កេតការអាស៊ាន AOT បានចុះទៅសង្កេតការផ្ទៀងផ្ទាត់នឹងរាយការណ៍អំពីស្ថានភាពព្រំដែននៅច្រកអានសេសស្រុកជាំខ្សានខេត្តព្រះវិហារនៅព្រឹកថ្ងៃអង្គារនេះស្របពេលដែលទាហានកម្ពុជាត្រូវបានរាយការណ៍ថាបានព្យាយាមទប់ស្កាត់ទាហានថៃដែលនៅតែបន្តដាក់បន្លាលួសឈ្លានពានចូលទឹកដីកម្ពុជានៅមុំ3ការចូលទៅតំបន់អានសេសដោយក្រុម AOT ត្រូវបានធ្វើឡើងក្រុមការសម្របសម្រួលរបស់ក្រុមអ្នកសម្របសម្រួល CLG របស់កម្ពុជាដែលហេតុថាទីនោះជាទីតាំងទទួលរងការវាយប្រហាររាយបន្លាលួសនិងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនគ្រួសារមិនទាន់អាចត្រឡប់ទៅកាន់លំនៅឋានវិញបាននៅឡើយការចូលទៅតំបន់នេះក៏ដើម្បីពិនិត្យលើការគោរពនិងការអនុវត្តវិធានការទាំងអស់ក្នុងសេចក្តីប្រកាសរួមក្រោយបទឈប់បាញ់ចូលជាធរមានផងដែរអ្នកនាំពាក្យក្រសួងការពារជាតិលោកស្រីម៉ាលីសុជាតាបានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី2ខែមិថុនានេះថាការចុះសង្កេតការរបស់ក្រុមអ្នកសង្កេតការអាស៊ាននៅទីតាំងដែលជាដែនអធិបតេយ្យរបស់កម្ពុជាដែលថៃកំពុងកាន់កាប់នេះគឺគូបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្ដើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាថៃឲ្យបានឆាប់បំផុតលោកស្រីថាការងារនេះស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដោយមានចែងនៅក្នុងចំណុចទី3នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលចំណុចនេះចែងអំពីការប្រកួតភារកិច្ចឲ្យ JBC បន្តធ្វើការងាររបស់ខ្លួននិងអនុញ្ញាតឲ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រឡប់ទៅលំនៅឋានវិញដោយមិនមានការរារាំងព្រមទាំងដោយសុវត្ថិភាពនិងកិត្តិយសស្របពេលជាមួយនឹងការចុះទៅផ្ទៀងផ្ទាត់ស្ថានភាពនៅខេត្តព្រះវិហាររបស់ក្រុម AOT ក៏មានការចែកចាយវីដេអូដែលបង្ហាញពីសកម្មភាពរាយបន្លាលួសរបស់ទាហានថៃដែលត្រូវបានគេរាយការណ៍ថាធ្វើឡើងនៅក្បែរតំបន់មុំ3នៅក្នុងវីដេអូឃ្លីបជាង3នាទីដែលត្រូវបានបង្ហោះនៅលើបណ្ដាញសង្គមគេឃើញទាហានកម្ពុជាព្យាយាមបញ្ឈប់សកម្មភាពខុសច្បាប់របស់ទាហានថៃប៉ុន្តែយោធាថៃនៅតែបន្តធ្វើសកម្មភាពរបស់ពួកគេអ្នកប្រើប្រាស់បណ្ដាញសង្គមដែលអះអាងថានៅជួរមុខបាននិយាយថាស្ថានភាពបានវិលទៅរកភាពប្រក្រតីវិញប៉ុន្តែមិនបានបញ្ជាក់ថាតើពួកយោធាថៃបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ពួកគេឬយ៉ាងណាគិតចាប់ពីថ្ងៃទី27ខែធ្នូទឹកដីកម្ពុជាជាច្រើនកន្លែងត្រូវបានយោធាថៃកាន់កាប់ហើយពួកគេបានធ្វើសកម្មភាពផ្ទុយនឹងខ្លឹមសារសេចក្តីថ្លែងការណ៍រួមដោយជាការដាក់បន្លាលួសទូកុងតឺន័រសង់រូបសំណាកព្រះពុទ្ធធ្វើផ្លូវនិងលើកដងទង់ជាតិជាដើម